មនុស្សប្រុសហើយនិងមនុស្សស្រីបងប្អូនពេលខ្លះយើងគិតថាមនុស្សប្រុសហ្នឹងអត់ល្អទេឬក៏មនុស្សស្រីហ្នឹងអត់ល្អទេអ្នកហ្នឹងគាត់ក្បត់យើងឬក៏ម្នាក់ហ្នឹងគាត់សាវ៉ាឬក៏របៀបម៉េច1 2 3 4អីចឹងទៅសម្រាប់ខ្ញុំយល់ឃើញថាចេះបងប្អូនតែដឹងថាយើងណាមិនថាយើងជាមនុស្សស្រីឬក៏យើងជាមនុស្សប្រុសឯងខ្ញុំជឿថាមានអ្នកណាម្នាក់ដែលថាសប្បាយចិត្តក្នុងការដូរពីមួយទៅមួយខ្ញុំជឿចង់បងទោះបីមនុស្សហ្នឹងមនុស្សសាវ៉ាប៉ាណាក៏ដោយខ្ញុំជឿថាមនុស្សយើងគ្មានណាទៅមានអារម្មណ៍ចង់ដូរពីមួយទៅមួយប៉ុន្តែបងប្អូននឹងចំណុចអីដែលវាធ្វើឲ្យមនុស្សទៅជាអញ្ចឹងឯងចំណុចដែលមនុស្សគាត់មានអារម្មណ៍ថាវាអត់គ្រប់ហ៎ប៉ុន្តែថាជួបម្នាក់ហ្នឹងហើយចេះមានអារម្មណ៍ថាដូចខ្វះអីម្យ៉ាងវាអត់គ្រប់នៅអ្វីដែលគាត់មានអារម្មណ៍ថាត្រូវតែ stick មួយម្នាក់ហ្នឹងបាទត្រូវតែនៅជាប់មួយម្នាក់ហ្នឹងអានេះយើងនិយាយថាទូទៅមនុស្សដែលគាត់សាវ៉ាទោះបីគាត់មានមនុស្សម្នាក់ហ្នឹងដែរក៏គាត់នៅចង់ទៅទៀតដោយសារអីម្នាក់ហ្នឹងអត់ enough សម្រាប់គាត់ទេហើយបើយើងនិយាយទៅដល់ចំណុចហ្នឹងថាចេះមនុស្សដែលវាមិនគ្រប់គឺវាមិនគ្រប់ហើយកាលពីខ្ញុំនៅក្មេងខ្ញុំយល់ចឹងដូចគ្នាប៉ុន្តែដល់ពេលខ្ញុំដល់វ័យនេះខ្ញុំគិតថាក៏ប៉ិតមនុស្សយើងគ្មានអ្នកណាគេចង់ធ្វើចឹងប៉ុន្តែដោយសារតែមនុស្សយើងអ្នកដែលគាត់សាវ៉ានឹងភាគច្រើនគាត់តែងតែមានតម្រូវការរបស់គាត់ដែលហៅថាវាច្រើនជាងអ្នកធម្មតាតែអ្នកធម្មតាតម្រូវការរបស់គាត់មានតែប៉ុណ្នេះគាត់មានអចិត្តលាច្រើនដល់ពេលមួយទៀតមនុស្សហ្នឹងវាដូចថារៀងអាត្មានិយមផងនិយាយខ្លីចេះដូចថាចូលចិត្តឲ្យគេមកបំពេញអារម្មណ៍ខ្លួនឯងអញ្ចឹងណាប៉ុន្តែខ្លួនឯងមិនជាល្អហ្មងនេះប៉ុន្តែរកតែល្អហើយចូលចិត្តលេងសើចជាមួយនឹងហ្នឹងប៉ុន្តែខ្ញុំជឿថាមនុស្សហ្នឹងបើសិនជាគាត់ជួបអ្នកដែលល្អដែលអាចផ្ដល់អ្វីៗចំពោះគាត់ណាមនុស្សហ្នឹងគាត់នឹងមិនទៅណាចាគាត់មិនលេងសើចជាមួយយើងទេមូលហេតុដែលគេចូលចិត្តលេងសើចជាមួយយើងដោយសារតែគេគិតថាយើងវាអត់មានតម្លៃ